កំណាប់សង្គ្រាមសន្តិភាពបទកកតិស្រងមានសង្គ្រាមឃើញតែហូរឈាមស្លាប់នឹងពីការព្រួតប្រាំងបែកបាក់ឆ្ងាយពីគ្រួសារឆ្ងាយពីសាលារស់នៅគ្មានអីស្រងសន្តិភាពរត់មានរបៀបរស់គ្មានផាន់ភ័យមានពេលជួបជុំទៅរៀនរាល់ថ្ងៃកុមារគ្រប់វ័យរួមមានសង្ឃឹមកំណាព្យសង្គ្រាមនិងសន្តិភាពនេះតាក់តែងដោយជីតារបស់នាយកាស៊ីដែលលោកតាបច្ចុប្បន្នមានជនមានអាយុ73ឆ្នាំលោកតាបានដំណើរប្រាប់នាយកាស៊ីថាលោកតាធ្លាប់បានឆ្លងកាត់នៅក្នុងសម័យសង្គ្រាមគេលំបាកវេទនាខ្លាំងណាស់លោកតាបន្តថាចៅចំនួនក្រោយមានភ័ព្វសំណាញ់ណាស់ដែលបានកើតក្នុងសម័យស្រុកសន្តិភាពបានញ៉ាំអាហារឆ្ងាញ់មានសិទ្ធិសេរីភាពសិក្សារៀនសូត្រនិងបានដើរលេងកន្លែងកម្សាន្តតាមដែលចិត្តចង់អរគុណសន្តិភាព Long live peace